រៀបសួរបងប្អូនថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយមុខមកបង្ហាញជូនបងប្អូនដែលមុខម្ហូបនោះគឺភ្លាត្រីម្រះហើយគ្រឿងផ្សំសំខាន់នោះមានដូចជាត្រីរ៉ស់ឬក៏ត្រីផ្ទក់ត្រីឆ្ដោក៏បានអាស្រ័យទៅតាមការរកបានរបស់បងប្អូនហើយអ្វីដែលមិនអាចខ្វះបាននោះគឺម្រះក្រូចឆ្មាជីអង្កាមជាតួអង្គសំខាន់ជាពិសេសគឺសណ្តែកបណ្ដុះជាបន្លែមួយប្រភេទដែលយើងយកមកប្រើប្រាស់ដើម្បីធ្វើឲ្យភ្លាម្រះរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់បន្ថែមទៀតអូខេនេះគឺជាក្រូចឆ្មាជីអង្កាមដែលខ្ញុំប្រមូលផលដោយខ្លួនឯងហើយសូមបញ្ជាក់ថាម្រះនេះគឺជាម្រះដែលដាំដុះដោយខ្លួនឯងតែម្ដងនេះជាគ្រឿងផ្សំដូចមានបង្ហាញជូននៅក្នុងវីដេអូនេះជាដំបូងឡើយយើងយកខ្ទឹមក្រហមមកបកសំបកចេញយើងចិតវាជាចំណិតតូចស្ដើងដើម្បីបន្ថែមរសជាតិភ្លារបស់យើងឲ្យកាន់តែមានរសជាតិឆ្ងាញ់បន្ថែមទៀតបន្ទាប់ពីយើងហាន់ខ្ទឹមក្រហមរួចហើយយើងមកចិញ្ច្រាំខ្ទឹមសនេះយើងត្រូវការមួយចំនួនធំដើម្បីទៅដាក់លើសាច់ត្រីហើយនឹងរៀបចំដល់ពេលដែលយើងរៀបត្រីនិងបន្លែរួចរាល់អូខេចិញ្ច្រាំវាឲ្យម៉ត់ល្អបន្តមកទៀតយើងមកធ្វើការភ្លះត្រីរបស់យើងត្រីនេះយើងបកស្បែករបស់វាចេញបន្ទាប់ពីយើងធ្វើការបកស្បែកហើយយើងយកវាមកត្រាំជាមួយនឹងទឹកកកនិងទឹកសូដាដើម្បីឲ្យងាប់ក៏ដូចជាកាត់នៅជាតិឆ្អាបទាំងនោះផងដែរហើយអ្វីដែលបន្ថែមរសជាតិបន្ថែមនោះគឺម្ទេសគឺជាតួអង្គសំខាន់ដែរនៅក្នុងមុខម្ហូបមួយមុខនេះឥឡូវនេះយើងមកធ្វើការចិតម្រះដោយដំបូងឡើយយើងយកគ្រាប់របស់វាចេញយកឲ្យស្អាតឲ្យអស់គ្រាប់កុំឲ្យមានសល់គ្រាប់នៅក្នុងនោះម្រះដែលខ្ញុំយកមកប្រើនេះចំនួនតែ1ផ្លែទេដោយសារតែខ្ញុំត្រូវការញោមនោះតែមួយចានក្រោយពីយើងបកសម្បកម្រះហើយយើងយកទៅលាងទឹកឲ្យស្អាតបន្ទាប់មកយើងហាន់វាជាចំណិតតូចដើម្បីជួយឲ្យវាបាត់ជាតិល្វីងក៏ដូចជាចូលជាមួយនឹងភ្លាយើងបានល្អយើងហាន់បែបនេះរហូតតតែអស់ម្រះមួយផ្លែនេះសូមបញ្ជាក់ថាដើម្បីជួយបន្ថែមរសជាតិបន្ថែមទៀតក៏ដូចជាជួយឲ្យម្រះនោះស្រួយឆ្ងាញ់ព្រមទាំងកាត់ជាតិល្វីងបានមួយចំនួននោះយើងយកវាទៅត្រាំទឹកកកបន្ទាប់ពីត្រាំទឹកកករួចហើយយើងមករៀបគ្រឿងផ្សំបន្ថែមទៀតដូចជាយើងចិតក្រូចឆ្មាជាចំណិតតូចក្រូចឆ្មាដែលដាំដុះដោយខ្លួនឯងនេះវាមានក្លិនឈ្ងុយហើយមានទឹកច្រើនយើងមកធ្វើការហាន់គល់ស្លឹកគ្រៃយើងហាន់វាឲ្យស្ដើងសូមបញ្ជាក់ថាគល់ស្លឹកគ្រៃនេះវាសំខាន់ណាស់នៅក្នុងមុខម្ហូបមួយមុខនេះអូខេយើងធ្វើការហាន់វាជាចំណិតតូចស្ដើងដែលស្លឹកគ្រៃនេះយើងយកទៅដាក់ជាមួយត្រីបន្ទាប់មកយើងរោយធ្វើជាបន្លែបន្ថែមរសជាតិម្ហូបរបស់យើងឲ្យកាន់តែឈ្ងុយឆ្ងាញ់ក្រោយពីហាន់គល់ស្លឹកគ្រៃហើយយើងចិតរំដេងជាចំណិតតូចហើយយើងហាន់វាឲ្យល្អិតរំដេងដែលខ្ញុំយកមកប្រើនេះចំនួន5ទៅ6ចំណិតដែលវាសំខាន់ដើម្បីដាក់កាត់ជាតិឆ្អាបរបស់ត្រីក្រោយពី
យើងហាន់រំដេងនិងស្លឹកគ្រៃហើយយើងមកធ្វើការហាន់ត្រីជាចំណិតស្ដើងដើម្បីឲ្យវាចូលជាតិជាមួយនឹងបន្លែយើងបានល្អក៏ដូចជាជួយឲ្យត្រីនោះឆ្អិនផងដែរក្រោយពីហាន់រួចហើយយើងដាក់វាក្នុងចានបន្ទាប់មកយើងបន្ថែមជាមួយនឹងខ្ទឹមសស្លឹកគល់ស្លឹកគ្រៃនិងរំដេងរបស់យើងចូលហើយនឹងច្របាច់ក្រូចឆ្មារួចហើយផ្អាប់ទុកមួយរយៈសិនក្រូចឆ្មាដែលយើងមកប្រើនេះចំនួន3ផ្លែដើម្បីឲ្យត្រីរបស់យើងវាឆ្អិនសាច់បានល្អកាលពីយើងធ្វើឲ្យត្រីរបស់យើងឆ្អិនសាច់និងឈ្ងុយឆ្ងាញ់ហើយយើងរៀបចំបន្លែចូលតែម្ដងហើយយើងដាក់សណ្តែកបណ្ដុះម្រះខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃម្សៅស៊ុបខ្នុរយើងអាចមានប្រើប្រាស់ម្សៅស៊ុបផ្សេងក៏បានទឹកត្រីស្ករព្រមទាំងគ្រឿងបន្ថែមរសជាតិមួយមុខទៀតយើងបន្ថែមក្រូចឆ្មាចូលទៅក្នុងនោះចំនួន2ផ្លែបន្ថែមទៀតចុងក្រោយគឺយើងដាក់រោយជាអង្កាមហើយយើងច្របល់វាឲ្យសព្វព្រមទាំងបកសម្បកសណ្តែកដីដាក់ពីលើបែបនេះគឺយើងបានមកមុខ